prediction របស់ខ្ញុំសម្រាប់ការប្រកួត IAFF តើអ្នកគេជាអ្នកបាន champion សម្រាប់ថ្ងៃនេះព្រោះការប្រកួត IAFF ម្ដងថ្ងៃនេះគឺដល់វគ្គ final ហើយអញ្ចឹងនឹងរកឃើញមួយក្រុមតំណាងប្រទេសកម្ពុជាជាប់ឈ្មោះជាក្រុម Coveria នឹងទៅប្រកួត IAFF នៅថ្ងៃខាងមុខនេះអញ្ចឹងសម្រាប់វគ្គ semi final នេះរវាង Dark Rai ប៉ះគ្នាជាមួយនឹង Team Max ខ្ញុំឲ្យទៅលើ Dark Rai Esport ហើយមូលហេតុដែលខ្ញុំយក Dark Rai ខ្ញុំគិតថា Dark Rai មាន Dark Side មួយហើយឡើយមាន Sad Boy ទៀត Jungle ខ្លាំង Goal ក៏មិនអន់ដូចគ្នាហើយមាន Stick មាន Pat ហើយ Yami លេងរោមទៀតអញ្ចឹងខ្ញុំគិតថា5នាក់នេះប្រហែលជាអាចបំបាក់ Team Max បាននៅក្នុងវគ្គ semi final នេះប៉ុន្តែអត់ដឹងទេអាហ្នឹងជាការ predict របស់ខ្ញុំឯអ្នកគ្នាហើយចូលទៅដល់ CFU Gaming ប៉ះគ្នាជាមួយនឹង Galaxy Legend វិញពីក្រុមនេះបើសិនជានិយាយពីសមត្ថភាពគឺអាចមើលរំលងបានទាំងពីរយកបងនិយាយទៅសិតតែជាក្រុម top 1 top 2កាលពី MPL season មុនប៉ុន្តែតោះត្រង់ថាសម្រាប់ការប្រកួត IAFF qualify របស់យើងគឺមានតែកីឡាករខ្មែរសុទ្ធទេអញ្ចឹងបើសិនជានិយាយអ្នកដែលពេញសាច់ជាងគឺ CFU Gaming ហើយប៉ុន្តែសម្រាប់ខ្ញុំមករវាង CFU Gaming ប៉ះគ្នាជាមួយនឹង Galaxy Legend ខ្ញុំគិតថា Galaxy Legend នឹងអាចឡើងទៅវគ្គ Grand Final ដោយមូលហេតុរបស់ខ្ញុំ all in ទៅលើ Coach Chai ហើយមួយទៀតបើសិនជានិយាយទៅ Galaxy Legend សល់ player ខ្លាំងៗ3នាក់ដូចជា Shadow Vicky ហើយនិង Lin ដែលជាកីឡាករដែលនាំ game លេងឈ្នះបានច្រើនសឹងតែគ្រប់ gameហើយបើសិនជានិយាយពី2នាក់ទៀតក៏មិនអត់ដូចគ្នាដែរទី1គឺ Thea ហើយនិង Secret ទៅចូល Galaxy Legend ថ្មីថ្មោងអញ្ចឹងខ្ញុំគិតថាបើសិនជាជាមួយនឹងការ train ជាមួយនឹង Coach Chai គាត់បង្កើតអាចទំនាក់ទំនង team ខ្ញុំគិតថា5នាក់ហ្នឹងប្រហែលជាលេងចូលគ្នាច្រើនហើយសម្រាប់ Thea ក៏ធ្លាប់លេងជាមួយនឹងការប្រកួតមួយចំនួនដូចគ្នាដែរឲ្យទៅលើ Galaxy Legend មិនមែនទៅតាជាការប្រកួតដំបូងរបស់គាត់ទេហើយសម្រាប់ Secret វិញបើសិនជានិយាយពី performance របស់គាត់ main player ដែលអត់ទេសិតតែជា main brand នៅក្នុង team ចាស់របស់គាត់ដូចគ្នាហើយចឹងខ្ញុំគិតថាសម្រាប់ក្រុមទាំងពីរនេះគឺខ្ញុំយក Galaxy ឡើងទៅវគ្គ Grand Final អញ្ចឹងចូលមកដល់វគ្គ Grand Final វិញម្ដងរឿង Dark Rai Esport ប៉ះគ្នាជាមួយនឹង Galaxy Legend តែខ្ញុំយកទៅគេសម្រាប់ខ្ញុំគិតថាខ្ញុំយកជាមួយនឹង Galaxy Legend ហើយដោយហេតុផលទី1របស់ខ្ញុំចង់ឃើញ Galaxy Legend បាយខើលេខ2របស់គាត់ MPL 2 season ហើយលេខ2ហើយមួយទៀតបើសិនជានិយាយពី performance ខ្ញុំស្រឡាញ់ performance របស់ Galaxy Legend ជាង Dark Rai Esport បើសិនជានិយាយពីការគ្រប់គ្រងទៅលើសេដ្ឋកិច្ចឬក៏ការបែតគ្នាទៅមកអីខ្ញុំគិតថា Galaxy Legend ធ្វើបានល្អជាងបូករួមជាមួយនឹងគាត់មានវិធីច្រើនក្នុងការឈ្នះអាហ្នឹងអ្វីដែលខ្ញុំមើលឃើញពីពួកគាត់ប៉ុន្តែខ្ញុំគិតថាពួកគាត់មានអីច្រើនជាងហ្នឹងហើយ Dark Rai ក៏មានរបស់ច្រើនជាងហ្នឹងដូចគ្នាប៉ុន្តែចិត្តខ្ញុំគិតថា Galaxy Legend នឹងទទួលបាន champion ច្រើនជាងដោយសារតែដូចខ្ញុំនិយាយពី performance របស់គាត់មុនហ្នឹងអញ្ចឹងអាហ្នឹងហើយដែលខ្ញុំយកមក prove ថាគាត់នឹងមានភាគរយច្រើនបើសិនជាឈ្នះ CFU ហើយឡើងទៅដល់វគ្គ Grand Final នឹងទទួលបាន champion តំណាងប្រទេសកម្ពុជាចូលរួមការប្រកួត IAFF International យកមកចុះសម្រាប់អ្នកគ្នាវិញគិតមិនដែរសម្រាប់4ក្រុមនៅក្នុងវគ្គ semi final ហ្នឹងក្រុម2ណានឹងឡើងទៅកាន់ Grand Final ហើយក្រុមមួយណានឹងទទួលបាន champion នៅក្នុងការប្រកួត IAFF នេះ complete comment ឲ្យខ្ញុំដឹងផងព្រោះខ្ញុំចង់ឃើញមតិយោបល់របស់អ្នកទាំងអស់គ្នាដូចគ្នាហើយចុងក្រោយក៏ចង់ប្រាប់អ្នកគ្នាដែរថាចង់បានពេជ្រ complete V Shop KH ចង់ឃើញវីដេអូ Alaska កាន់តែច្រើនទៅដាក់ពេជ្រនៅ V Shop KH ដឹងហើយ